ជួយរៀបរាប់អំពីអត្ថន័យក្នុងពិធីបិណ្ឌចូលឆ្នាំខ្មែរយើងហើយរៀបចំពូនភ្នំសាច់ហ្នឹងតើមានអត្ថន័យយ៉ាងណាដែរតាំងពីបុរាណកាលមកបើយើងនិយាយឲ្យខ្លីទៅគេហៅថាពូនភ្នំខ្សាច់ដើម្បីរំដោះនៅកម្មទាំងឡាយហើយរំដោះដូចជាយើងបានរចនានៅផ្លូវខុសសម្រាប់សត្វទ្វេបាតចតុបាតពហុបាតនិងសត្វជើងតិចក្តីសត្វជើងច្រើនក្តីនិងសត្វមច្ឆាដែលស្ថិតនៅក្នុងទីសាគូក្តីហើយសត្វទាំងអស់នោះគេហៅថាសត្វកម្មហើយយើងនឹងអ្នកសន្លប់ហ្នឹងក៏កម្មដែរហេតុដូច្នេះហើយគេធ្វើបិណ្ឌភ្នំខ្សាច់ដើម្បីពូនភ្នំខ្សាច់ហ្នឹងគេប្រៀបធៀបដូចជាខ្សាច់វាមានច្រើនជាអនេកបើសត្វទាំងអស់នោះគេហៅថាមករៀបរាប់អំពីកម្មទាំងឡាយដែលបានឆ្នៃនោះហើយកម្មទាំងឡាយនោះដោយសារតែយើងពូនភ្នំខ្សាច់នោះភ្នំខ្សាច់នោះដើម្បីនឹងជួយលើកដំកើងនៅអកុសលទាំងឡាយចុះនឹងហៅកម្មទាំងឡាយនោះអកុសលទាំងឡាយចុះឲ្យកុសលទាំងឡាយឡើងវិញហេតុដូច្នេះហើយបានគេសពថ្ងៃហ្នឹងនៅក្នុងវត្តនាគេតែងតែពូនភ្នំខ្សាច់ហ្នឹងគេពូនដើម្បីអីគឺដើម្បីសុំនៅសេចក្តីសុខដើម្បីឲ្យកម្មអកុសលទាំងឡាយចុះឲ្យកុសលទាំងឡាយឡើងអានឹងជាអនេកបការហើយនៅវត្តមួយចំនួនក៏តាមកណ្ដាលដែលឃើញមានវត្តមួយចំនួនក្រៅពីពូនភ្នំខ្សាច់ទេនៅមានពូនភ្នំអង្គរនិងពូនភ្នំស្រូវបាទហើយនេះតើខុសគ្នាយ៉ាងណាតាមពូនភ្នំខ្សាច់ហើយភ្នំស្រូវនិងភ្នំអង្គរនោះអានោះគេសម្រាប់យកមកវត្តប្រគេនព្រះសង្ឃប្រើប្រាស់អានោះដូចជាអង្គរដូចជាស្រូវជាដើមហើយគេអបមាថាអង្គរភ្នំអង្គរនិងភ្នំស្រូវនេះដើម្បីប្រគេនព្រះសង្ឃហើយដើម្បីមួយចំណែកគេហៅថាតាមប្រពៃណីហ្នឹងគេធ្វើស្រែធ្វើចំការហ្នឹងគេធ្វើស្រែហ្នឹងសុំថានៅក្នុងរដូវនេះមិនសូវបានផលហើយគេមកពូនភ្នំស្រូវហ្នឹងឲ្យរដូវក្រោយនោះឲ្យបានផលកាន់តែច្រើនឡើងអាហ្នឹងបានទំនៀមទម្លាប់គេថាពូនភ្នំស្រូវហ្នឹងឲ្យបានផលអានិសង្ឃឲ្យបានតកើងឡើងសម្រាប់ប្រគេនព្រះសង្ឃប្រើប្រាស់តរៀងទៅអត់និយាយដល់ថាថ្ងៃ1រោចខែចេតនេះជាថ្ងៃចូលឆ្នាំចាស់ហើយចូលឆ្នាំថ្មីនឹងជាវរៈវ័នបត់ចូលឆ្នាំថ្មីទី2ជាវរៈវ័នបត់ចូលឆ្នាំថ្មីទី3ជាវរៈឡើងស័កថ្ងៃ4រោចវរៈឡើងស័កហើយថ្ងៃ5រោចឆ្លងអានឹងតាមប្រពៃណីនៅក្នុងវត្តព្រះអង្គ9ភ័ក្រកាល1រោចឆ្នាំចាស់2រោចឆ្នាំថ្មី3រោចឆ្នាំថ្មី4រោចឆ្នាំថ្មី5រោចឆ្លងហើយឆ្នាំថ្មីនេះសំខាន់បំផុតគឺថ្ងៃឡើងស័កហៅថ្ងៃទី4រោចនឹងឯងជាថ្ងៃឡើងស័កហើយឡើងស្រះខើយស្រេចបាច់ហ្នឹងថ្ងៃ5រោចហ្នឹងគេឆ្លងអានឹងតាមទំនៀមទម្លាប់ប្រពៃណីនៅក្នុងទីអារាមដ្ឋានរបស់វត្តព្រះអង្គ9ភ័ក្រហើយដល់វត្តទាំងនេះហ្នឹងគេជួនកាលគេឆ្លងនៅថ្ងៃទី4តែម្ដងហើយដល់វត្តនេះឆ្លងនៅថ្ងៃទី5អានឹងសូមជូនជាដំណឹងឲ្យបានដឹងហើយក្នុងពិធីបិណ្ឌនេះយើងមានរៀបចំខាងសិល្បៈខាងលបែងវិទ្យាព្រៃអីកំសាន្តលេងនៅក្នុងឱកាសបិណ្ឌចូលឆ្នាំនេះអានឹងតាមដែលប្រពៃណីបិណ្ឌនៅក្នុងទីអារាមដ្ឋាននៅក្នុងអាវាសយើងហ្នឹងអានឹងតាមតែកូនចៅគេរៀបចំខ្លះទៅគេរៀបចំកម្មវិធីនៃដូរតន្ត្រីប្រគំទាំងឡាយឲ្យបានកកឲ្យបានសប្បាយខ្លាំងទៅគេលេងជាវៃក្អមវៃអីអញ្ចឹងអានឹងតាមតែទំនៀមទម្លាប់ហើយគេលេងឈូងលេងអីអាហ្នឹងតាមទំនៀមទម្លាប់របស់គេហើយសំខាន់បំផុតវត្តនេះគេហៅថាចប់ទំនៀមទម្លាប់តែងទិស8ទិសជារៀងរាល់ឆ្នាំអាហ្នឹងទិសតែមួយរួចហ្នឹងគេរៀបចំតែងហើយគេរៀបចំសូត្របិណ្ឌឆ្នាំចាស់ហើយដល់ឆ្នាំថ្មីគេជាទៅជាងរហូតដល់ថ្ងៃចុងបញ្ចប់នៃឆ្លងកម្មវិធីនៃចូលឆ្នាំយើងតែម្ដងហើយទិសក្នុងទិស8នេះបែងទៅតាមក្រុមឬមួយតែចំណុះវត្តនេះណាគុណអានឹងបែងទៅក្នុងចំណុះវត្តតែម្ដងអបមាថាទិសទី1ទិសទី2ទិសទី3ទិសទី4រហូតដល់ទិសទី8មានឧទាហរណ៍មានទិសគង្ជ័យជាដើមអានឹងគេមកទ
tư muối đôi chả crom bên muối chính kì một tay tư mùi tư mùi crom mà nâng tầm điểm tầm lọp bỏ phần bột tàu bò để sát cái tay tì điệp trong tay tư chỉ riêng rồi năm nâng tam cá bít crom crosa nó không chầm nổ vót rọp bón à chầm nổ vót mong phi việt tét tuông chặt lăng tao đo khen à nó hay nếu tao đo chủ bích tham ai nó hay nếu tao đo cá hút nó cá chứ nó nâng về cái ham mình cầm nót á bạn ấy về tràn pon crom crosa đại dân bị bạc nâng rót cho tị ba đời má á nâu sản sắp bay ong sập ngày á tàu điên nó cao chứ điên thắt ti mui điên thắt ti pi chun cá chọp nó lịch mui rồi hốt ở lịch buôn chứ lịch pram chứ đá nó tam tê con cháu để không phẳng riêng đối chủ tê họ tàu điên đâu vót bích ta cuốn nắc ti muối nó chọp lịch mui rồi hốt ở lịch buôn à nung chúng là trẻ đám hay chun cá nồi ní nu ấy cha chọp ti muối rồi hốt ti pi ti bay ti buôn nó tam tê thằng thằng á nưng pua tham gia bên em thật bón pù hay là nâu cái lệnh mò nâu thì khô nước nào sạch chạ nằng có đà ra là đất chị phải trao Attica vót chị cái ná chân trai phải chăm cá nâu hết sọc trăng